ថ្ងៃទី22ខែមិនិនាឆ្នាំ2026សម្ដេចតេជោហ៊ុនសែនបានអញ្ជើញចុះសួរសុខទុក្ខនាយក្រិននិងឲ្យរៀបចំកូនទាំង3ឲ្យបានចូលរៀនវិញព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខនាយក្រិនដែលកំពុងមានជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតខ្លួនឈឺឪពុកមរណភាពមិនហ៊ានឲ្យនាយក្រិនដឹងគឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិតនាយក្រិនសូមកោតសរសើរចំពោះសិល្បករសិល្បករនីដែលចូលរួមអាណិតនាយក្រិនជាពិសេសស្រីនិចហៅប្រំប្រៃនឹងប្អូនសុកចិត្តបោះបង់ការងារចោលមកជួយថែទាំនាយក្រិនខ្ញុំបានប្រគល់ការងារឲ្យប្រំប្រៃស្រីនិចទៅជួយរៀបចំកូននាយក្រិនទាំង3នៅបាត់ដំបងឲ្យបានចូលរៀនវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យសូមអរគុណក្រុមគ្រូពេទ្យដែលបានជួយព្យាបាលនាយក្រិន